អង្គការសហជីវជាតិ UN ជំរុញឲ្យមានបទចុះបាញ់ដើម្បីការពារប្រជាពលរដ្ឋឯកឧត្តមកែវ រាមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានបង្ហោះសារដោយអារម្មណ៍រីករាយថានៅទីបំផុតការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សនៃអង្គការសហជីវជាតិបានទទួលយកបញ្ហានេះនិងចេញសេចក្តីថ្លែងការណ៍ជាផ្លូវការខណៈដែលសារព័ត៌មានកម្ពុជារាយការណ៍ថា UN កំពុងជំរុញឲ្យមានបទចុះបាញ់និងការពារប្រជាពលរដ្ឋជាបន្ទាន់ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហជីវជាតិបានអំពាវនាវឲ្យប្រទេសកម្ពុជានិងថៃបញ្ឈប់អំពើភាពជាសត្រូវនឹងគ្នានិងត្រឡប់ទៅកាន់តុចរចាជាបន្ទាន់ដោយសារតែប្រជាពលរដ្ឋជិតកន្លះលាននាក់ត្រូវបានបង្ខំឲ្យភៀសខ្លួនដោយសារចំនួនតាមព្រំដែនបានកើនឡើងលោក Jeremy Loren អ្នកនាំពាក្យសិទ្ធិមនុស្សរបស់ UN បានថ្លែងថាមានការរាយការណ៍មកថានៅតំបន់ជុំវិញភូមិជាច្រើននិងទីតាំងវប្បធម៌កំពុងត្រូវបានវាយប្រហារដោយយន្តហោះចម្បាំងដ្រូននិងកាភ្លើងធំស្ថិតក្រោមការប្រយុទ្ធគ្នាយ៉ាងស្វិតស្វាញរវាងភាគីទាំងពីរក្រមច្បាប់សង្គ្រាមបង្ហាញយ៉ាងច្បាស់ថាការការពារប្រជាពលរដ្ឋនិងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលគឺជាការយកចិត្តទុកដាក់យ៉ាងខ្លាំងបំផុតចំពោះភាគីទាំងពីរត្រូវតែបញ្ឈប់ការបាញ់ប្រហារជាបន្ទាន់ហើយត្រូវត្រឡប់ទៅកាន់កិច្ចព្រមព្រៀងនិងការចរចាមិនដឹងថារាជរដ្ឋាភិបាលថៃបានត្រៀមវិធីដោះស្រាយចំពោះបញ្ហានេះរួចហើយឬនៅ